ta cam phạt đố miền này thầm mà dự một nụ phía trên trong phạt đố trong cái prai luôn anh thoát trong sọ cả lô luôn anh ăn lọ bả sao hay trong lọ bả sao chiêng môn chẳng thà ta cam phạt đố miền nàyอย่างnào từ hay mua là hai ấy bàn chia nẹm mà chỉ luôn còn trong phạt đố hơi có đặt ai phạt đố bàn đời xa tại có ọt đấng bị cà bứtในការផ្លាស់ប្ដូរអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកជាមួយនឹងអ្នកទាំងអស់គ្នាតេតងទៅនឹងការផ្លាស់ប្ដូរដែលច្បាប់នៃការផ្លាស់ប្ដូរមួយគេបាននិយាយថាអ្វីក៏ដោយគឺត្រូវតែមានការផ្លាស់ប្ដូរមានតែមួយឯងដែលអត់ផ្លាស់ប្ដូរនោះគឺការផ្លាស់ប្ដូរនឹងឯងអញ្ចឹងមានន័យថាការផ្លាស់ប្ដូរมันអាចប្ដូរមកជាការអត់ផ្លាស់ប្ដូរបានទេកន្លែងហ្នឹងគឺខ្ញុំបញ្ជាក់បន្តិចតើតងទៅនឹងការផ្លាស់ប្ដូរអ្វីក៏ដោយវត្ថុក៏ដោយជីវិតក៏ដោយគឺត្រូវតែមានការផ្លាស់ប្ដូរត្រូវតែមានការអាប់ដេតយើងសង្កេតទៅមើលលើក្រុមហ៊ុនមួយចំនួនល្បីៗដូចជាក្រុមហ៊ុន Apple ឥឡូវនេះគឺមានការផ្លាស់ប្ដូរអញ្ចឹងទាញនៃការផ្លាស់ប្ដូរមកបន្ថែមទៀតនោះគឺការផ្លាស់ប្ដូរគឺជាការធ្វើឲ្យល្អប្រសើរជាងមុនអញ្ចឹងការផ្លាស់ប្ដូរមានច្រើនណាស់នៅក្នុងក្រុមហ៊ុនមានការផ្លាស់ប្ដូរផ្សេងហើយសម្រាប់ខ្លួនយើងម្នាក់ហ្នឹងក៏យើងត្រូវតែមានការផ្លាស់ប្ដូរដែរគឺផ្លាស់ប្ដូរខ្លួនឯងហ្នឹងធ្វើឲ្យខ្លួនឯងល្អប្រសើរជាងមុនហើយចុះតើមូលហេតុអីបានជាចង់ផ្លាស់ប្ដូរដែរប៉ុន្តែយើងអាចផ្លាស់ប្ដូរបានបាទមូលហេតុឬក៏ការពិតទាំងអស់ហ្នឹងណាដោយសារតែយើងយកអាចចំណុចទូចហ្នឹងអត់សំខាន់ណាហើយយើងអត់ចាប់អារម្មណ៍តាក់ទងចំណុចទូចហ្នឹងបានយើងផ្លាស់ប្ដូរអត់ជោគជ័យទេអញ្ចឹងឥឡូវដូចខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាយើងចង់ស្រកគីឡូហើយយើងចង់ផ្ដាច់របបអាហារពេលល្ងាចចាស់អញ្ចឹងមូលហេតុអីបានយើងពេលល្ងាចហ្នឹងយើងឃ្លានយើងត្រូវដឹងការពិតយើងឃ្លានពេលណាយើងឃ្លាននៅពេលដែលយើងញ៉ាំនិយាយអញ្ចឹងបែបផ្ទុយមកវិញតាមពិតទៅយើងឃ្លានគឺដោយសារតែយើងញ៉ាំមែនអ្នកខ្លះគាត់យល់ថាមិនបានញ៉ាំឲ្យឃ្លានទៀតប្រកបណាស់កន្លែងនេះគឺខ្ញុំសូមបញ្ជាក់បន្តិចកាលណាបើសិនតែយើងមានទម្លាប់នៅក្នុងការញ៉ាំពេលល្ងាចឲ្យតែដល់ម៉ោងល្ងាចទៅឃ្លានទៀតអញ្ចឹងមានន័យថាម៉េចឲ្យតែយើងទម្លាប់ញ៉ាំពេលល្ងាចនោះមានន័យថាយើងឃ្លានអាម៉ោងល្ងាចហ្នឹងអញ្ចឹងបើសិនតែយើងចង់ផ្លាស់ប្ដូរទម្លាប់អត់ញ៉ាំពេលល្ងាចដំបូងយើងពិបាកនៅក្នុងការផ្លាស់ប្ដូរមែនទេណាតែបើសិនតែយើងធ្វើបាននៅក្នុងរយៈពេលណាមួយ1ខែទៅ2ខែអញ្ចឹងពេលហ្នឹងគឺយើងលេងឃ្លានហើយដូចខ្ញុំជាក់ស្ដែងអញ្ចឹងខ្ញុំធ្វើ fasting អញ្ចឹងខ្ញុំធ្លាប់ធ្វើ fasting ហ្នឹងគឺខ្ញុំ fasting រហូតដល់24ម៉ោងមានន័យថា24ម៉ោងគឺអត់ញ៉ាំអីទាំងអស់ហ្មងអញ្ចឹងមានន័យថាការដែលយើងផ្លាស់ប្ដូរហ្នឹងគឺទទួលបានភាពជោគជ័យហើយមួយទៀតដែរគេថាមនុស្សដែលឯកាគឺគាត់ព្យាយាមរកដៃគូអញ្ចឹងកាលណាគាត់មានដៃគូគាត់ចាប់ផ្ដើមចេះមានអារម្មណ៍ឯកាអាហ្នឹងក៏យើងត្រូវតែដឹងដែរអញ្ចឹងការផ្លាស់ប្ដូរតើតែយើងដឹងពីការពិតបន្តិចបន្តួចហ្នឹងឥឡូវឧទាហរណ៍ថាបើយើងនៅតែឯងមកយូរហើយយើងមានអារម្មណ៍ឯកាអត់អីទេអត់បញ្ហាទេតែបើសិនតែយើងពេលដែលយើងចាប់ផ្ដើមចង់មានដៃគូពេលហ្នឹងគឺយើងផ្លាស់ប្ដូរខ្លួនឯង360ដឺក្រេហ្មងដោយសារអីយើងអត់ធ្លាប់មានដៃគូដល់ពេលយើងចាប់ផ្ដើមមានដៃគូយើងចាប់ផ្ដើមចេះមានអារម្មណ៍ឯកាហ្នឹងដោយសារតែវាជាការពិតនៃការផ្លាស់ប្ដូរមួយអញ្ចឹងបើសិនតែយើងស្វែងយល់អំពីមូលដ្ឋាននៃការផ្លាស់ប្ដូរនឹងឲ្យបានច្បាស់នោះយើងនឹងមិនខ្លាយជាជនរងគ្រោះនៃការផ្លាស់ប្ដូរទាំងស្ថានភាពនៅក្នុងការផ្លាស់ប្ដូរមកគៀបសង្កត់លើយើងដាក់សម្ពាធលើយើងឬក៏យើងជាម្ចាស់ការនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងឥឡូវខ្ញុំឧទាហរណ៍ដូចពាងទឹកចាស់បងប្អូនទាំងអស់គ្នាសាគិតមើលបើសិនជាពាងទឹកហ្នឹងរក្សាទឹកហ្នឹងនៅដដែលអត់មានចលនាអត់មានការផ្លាស់ប្ដូរទឹកអត់មានផ្លាស់ប្ដូរទឹកចាស់ហើយបន្ថែមទឹកថ្មីអីយើងសង្កេតឃើញក្នុងពាងហ្នឹងគឺដុះស្លែល្អក់អត់ថ្លាទេគំនិតយើងដូចគ្នាដែរបើសិនតែយើងអត់មានការផ្លាស់ប្ដូរការគិតយើងអត់មានការអភិវឌ្ឍអត់មានការធ្វើឲ្យរីកចម្រើនឬក៏ប្រសើរឡើងតាក់ទងនឹងការគិតតាក់ទងនឹងផ្នត់គំនិតយើងទេប្រៀបដូចជាទឹកពាងដែលទុកយូរចោលហើយនៅនឹងអញ្ចឹងវាធ្វើឲ្យទឹកហ្នឹងល្អក់គំនិតយើងក៏អញ្ចឹងដែរអត់ស្រួចស្រាលអត់ភ្លឺថ្លាអត់ត្រចះត្រចង់គិតអីក៏មិនចេញអញ្ចឹងហើយការផ្លាស់ប្ដូរមានច្រើនបែបច្រើនសន្តានណាសំខាន់ឲ្យតែយើងស្វែងរកចំណុចដែលយើងចង់ផ្លាស់ប្ដូរដូច្នេះហើយតកតងនឹងចំណុចនៃការផ្លាស់ប្ដូរនេះអ្វីដែលសំខាន់បងប្អូនទាំងគ្នាទៅរកឲ្យឃើញថាអ្វីដែលយើងចង់ផ្លាស់ប្ដូរតែមួយចំណុចបានហើយអញ្ចឹងក្នុងរយៈពេលប្រហែលខែប្រហែលឆ្នាំហ្នឹងយើងយកចំណុចហ្នឹងមកផ្ដោត
ហើយព្យាយាមនៅក្នុងការផ្លាស់ប្ដូរវិធីរបស់យើងអញ្ចឹងចាប់ពីថ្ងៃនេះទៅបងប្អូនទាំងគ្នាអាចធ្វើការផ្លាស់ប្ដូរខ្លួនឯងតាមរយៈការយល់ពីការពិតនៃការផ្លាស់ប្ដូរហើយត្រូវដឹងថាក្នុងโลกនេះអត់មានអីដែលអត់ផ្លាស់ប្ដូរទេច្បាប់នៃការផ្លាស់ប្ដូរគឺអ្វីគ្រប់យ៉ាងត្រូវតែផ្លាស់ប្ដូរត្រូវតែអាប់ដេតរហូតហើយមានតែមួយគត់របស់តែមួយគត់គឺបាទដែលមិនផ្លាស់ប្ដូរនោះគឺការផ្លាស់ប្ដូរនឹងឯងអរគុណ